គ្នានឹងខ្ញុំឈ្មោះណៃតូណាមកពីសាលាវិទ្យាល័យចៅស្រីបរទេសតើលោកពូលោកអ៊ំទាំងអស់គ្នាដឹងទេថាការប្រើប្រាស់ក្នុងផ្លាស្ទិកនឹងមិនមានផលប៉ះពាល់អ្វីខ្លាំងមកដល់បរិស្ថានក៏ដូចជាដល់សុខភាពយើងដូចជាបងប្អូនទាំងអស់គ្នាយកសម្រាមយកទៅដុតទោះថាតើផ្សែងទាំងអស់នោះវាហោះទៅណាវាប្រកាសចំហទៅកាន់បរិយាកាសរបស់យើងដែលនាំឲ្យប៉ះពាល់ដល់ខ្យល់ដង្ហើមក៏ដូចជាដល់ប៉ះពាល់ដល់ខ្យល់ដង្ហើមរបស់យើងព្រោះយើងប៉ះពាល់ដល់សួតប៉ះពាល់ដល់អីផ្សេងៗទៅហើយមួយទៀតការកប់សម្រាមនៅក្នុងដីមិនមែនល្អប្រហែលទេណាបងប្អូនវានាំឲ្យខូចគុណភាពដីហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺការបង្ហូរកាកសំណល់ចេញពីរោងចក្រមន្ទីរពេទ្យសាលារៀនភោជនីយដ្ឋាននិងកន្លែងកំសាន្តអ្វីផ្សេងៗទៀតចូលទៅក្នុងទឹកអូស្ទឹងបឹងបួឲ្យទៅតែនាំឲ្យមានការកង្វក់ប្រភពទឹកហើយសត្វដែលរស់នៅក្នុងប្រភពទឹកនោះទៀតសោះវាក៏មានផលប៉ះពាល់ដែរហើយដូចជាប្រជាជនយើង